បាទជំរាបសួរពុកម៉ែបងប្អូនម្ដងទៀតសារជាថ្មីហើយនេះគឺយើងចុះមកខាងឃុំព្រៃចោស្រុកកងវិស័យខេត្តកំពង់ស្ពឺមកកន្លែងទៀតហើយបាទយើងចុះមកនេះគឺយើងចុះមកដើម្បីធ្វើកុងត្រាសាងសង់ផ្ទះថ្មីជូនបងប្រុសបាទនៅខាងឃុំព្រៃចោស្រុកកងវិស័យខេត្តកំពង់ស្ពឺបងប្អូនអ្នកគ្នាណាតើតោងជាមួយនឹងផ្ទះបងប្រុសគាត់សាងសង់នេះគឺជាប្រភេទផ្ទះម៉ូដក្រពើ5ខ្នាតធំណាផ្ទះគាត់គឺក្បាល7ម៉ែត្របដៅទៅក្រៅនឹងគឺ15ម៉ែត្រហើយបងប្រុសគាត់យកតែបន្ទប់គេង2ឯងបងប្អូនអ្នកគ្នាណាបាទបន្ទប់គេង2បន្ទប់ទទួលភ្ញៀវមួយផ្ទះបាយមួយហើយបន្ទប់ទឹក2បន្ទប់ទឹក2ហ្នឹងគឺគាត់ដាក់បន្ទប់ទឹកលយមកក្រោយបាទនៅខាងក្រោយផ្ទះមួយហើយនៅខាងក្នុងផ្ទះមួយតាក់ទងជាមួយនឹងបងប្រុសគាត់ធ្វើការតាក់ទងយើងតាមរយៈ page Facebook ដូចគ្នាបាទហើយក៏អរគុណបងប្រុសផងដែរបាទបងប្រុសម្ចាស់ផ្ទះគាត់មកពីពេញបាទគាត់មកចាំយើងដើម្បីធ្វើកុងត្រាដោយសារតែគាត់ជាអាជីវករបាទគាត់បើកហាងលក់ដូរនៅពេញបាទនៅជ្រោយចង្វាត្រៃខាងកើតបងប្អូនណាបាទបងប្អូននៅពេញអីចង់ទៅគាំទ្រដល់ហាងឬក៏ចង់ឃើញមុខបងម្ចាស់ផ្ទះបាទអាចទៅខាងត្រៃខាងកើតបានគាត់បើកហាងលក់នៅចិត្តម្ដុំនឹងគល់ស្ពានជ្រោយចង្វារនៅត្រៃខាងកើតនឹងដែរទេបងប្អូនណាតាក់ទងជាមួយនឹងបងប្រុសគាត់បានសម្រេចចិត្តសាងសង់នៅក្នុងថ្ងៃទី3ខែ7ឆ្នាំ2025យើងខាងមុខនៅតែប្រហែលថ្ងៃទៀតគឺយើងដល់ថ្ងៃក្រុងប៉ូលីសបើកការដ្ឋានមកបងប្អូនអ្នកគ្នាណាអញ្ចឹងវីដេអូនេះគឺអត់មានអីច្រើនទេគឺអរគុណបងប្រុសបាទដែលជាម្ចាស់ផ្ទះដែលមានទំនុកចិត្តមកលើក្រុមការងារជាងតុញម៉ៅការបាទអរគុណច្រើនមែនទែនបាទជូនពរបងប្រុសសុខសប្បាយទាំងការធ្វើដំណើរនិងរកស៊ីទទួលទានមានបានហើយតាក់ទងជាមួយនឹងបងប្អូនណាដែលគាត់កំពុងតែស្វែងរកជាមួយនឹងសេវាកម្មម៉ៅការសាងសង់ផ្ទះបាទអាចធ្វើការតាក់ទងមកខាងក្រុមការងារជាងតុញម៉ៅការសាងសង់ផ្ទះបានតាមរយៈលេខទូរស័ព្ទឬក៏ឆាតចូលเพจផ្ទាល់បានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ